คือខ្ញុំប្រើជាប្រភេទកាតដោយសារតែដោយតែបានជម្រាបជូនថាសាលាខ្ញុំជាសាលានៅទីជនបទអញ្ចឹងគឺកង្វះនៅក្នុងគ្រឿងសម្ភារៈដើម្បីឲ្យសិស្សប្រើប្រាស់ដើម្បីចូលរួមជាមួយសកម្មភាពរៀនហ្នឹងគឺពិបាកបាទអញ្ចឹងហើយខ្ញុំឆ្នៃវាដោយខ្ញុំទៅសិក្សាស្រាវជ្រាវមើលគឺឃើញថាមានវិធីមួយគឺយើងអាច print កាតហ្នឹងដើម្បីឲ្យទៅកាន់សិស្សហើយយើងជាគ្រូយើងគ្រាន់តែមានទូរស័ព្ទមួយគ្រឿងដើម្បី scan ចម្លើយរបស់គាត់យើងដឹងថាគាត់ឆ្លើយត្រូវឬខុសនៅសំណួរណាមួយជាដំបូងនេះខ្ញុំសូមគ្រប់ជម្រាបសួរនេះខ្ញុំឈ្មោះហេឆៃអ៊ីជាគ្រូបង្រៀននៅសាលាបឋមសិក្សាអនុវត្តកុសលខេត្តសៀមរាបខ្ញុំបានឈ្មោះស្រេងច័កជាគ្រូបង្រៀនបឋមសិក្សានៅសាលាបឋមសាពាក់ស្នែងខេត្តសៀមរាបគោលបំណងដែលយើងដាក់ពាក្យមកប្រកួតនេះដោយសារតែទីមួយខ្ញុំចង់ចែកម្លែកចំណេះដឹងថាគ្រូបង្រៀននៅតាមជនបទក៏អាចមានសមត្ថភាពនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាក៏ដូចជាចែកម្លែកទៅកាន់សហគមន៍ដែលគាត់កំពុងធ្វើការហ្នឹងក៏ដូចជាចែកម្លែកទៅកាន់គ្រូបង្រៀនដទៃទៀតហើយវាជាឱកាសមួយដែលល្អដែលខ្ញុំគិតថានេះជាឱកាសដែលយើងអាចចែកម្លែកទៅបានហើយទន្ទឹមនេះដែរគឺខ្ញុំជាគ្រូម្នាក់ដែលប្រើប្រាស់បច្ចេកវិទ្យាជាក់ស្ដែងអញ្ចឹងខ្ញុំគិតថាបច្ចេកវិទ្យានេះវាមានសារៈសំខាន់បើសិនណាជាយើងអាចដឹងហើយយើងអាចចែកម្លែកទៅកាន់គ្រូដទៃទៀតតាមរយៈសន្និសីទបែបអញ្ចឹងគឺខ្ញុំគិតថាល្អមែនទែនបាទសហការឧបត្ថម្ភដោយធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកធនាគារប្រៃសណីយ៍កម្ពុជាផ្ដល់ឱកាសឥតដែនកំណត់ Dara Insurance ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដ៏មានជំនឿទុកចិត្តខ្ពស់បំផុតប្រសិនបើលោកអ្នកត្រូវការគ្រឿងសង្ហារឹមល្អប្រណិតសូមទៅកាន់ Suit Home សាលាកុមារ Pacific មត្តេយ្យសិក្សាឈានមុខដ៏ល្អបំផុតសម្រាប់បុត្រធីតាលោកអ្នកការរៀបចំដាក់ពាក្យចូលកម្មវិធីនេះគឺនេះខ្ញុំបានឃើញពេកក្រសួងគាត់ផុសតែម្ដងចាហើយបន្តមកទៀតខ្ញុំក៏ស្រាវជ្រាវបន្ថែមទៀតទៅឃើញមានពេកកម្មវិធីហើយក៏ចេះតែ follow តាមរហូតចាបាទដោយដែលខ្ញុំបានធ្វើបទបង្ហាញនៅក្នុងសន្និសីទថ្ងៃនេះអញ្ចឹងគឺកម្មវិធីដែលខ្ញុំប្រើជាទូទៅគឺមានកម្មវិធី check អវត្តមានសិស្សដែលខ្ញុំប្រើដើម្បីគេហៅថា class management application អញ្ចឹងខ្ញុំប្រើកម្មវិធីនោះដើម្បីត្រួតអវត្តមានសិស្សហើយនឹងឲ្យរង្វាន់គាត់នៅពេលដែលគាត់ឆ្លើយសំណួរត្រូវទៅយើងអាចឲ្យរង្វាន់គាត់អញ្ចឹងកន្លែងនេះគឺសិស្សចូលចិត្តនឹងទី1ទី2ខ្ញុំប្រើកម្មវិធី Canva ជាប្រចាំហ្មងព្រោះ Canva ជាកម្មវិធីមួយដែលខ្ញុំស្រាវជ្រាវមកហើយឃើញថាមានប្រយោជន៍ច្រើនសម្រាប់ធ្វើ presentation ជាពិសេសយកមកដាក់ឲ្យធ្វើជាមេរៀនអីផ្សេងៗគឺល្អមែនទែនកន្លែងហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូអាចសិក្សាស្រាវជ្រាវបន្ថែមបានហើយមួយទៀតគឺខ្ញុំប្រើកម្មវិធី Quizzes នេះគឺខ្ញុំប្រើខុសគេបន្តិចដោយសារខ្ញុំច្នៃប្រឌិតវាដោយតែខ្ញុំធ្វើនឹងបទបង្ហាញគឺខ្ញុំប្រើជាប្រភេទកាតដោយសារតែដោយតែបានជម្រាបជូនថាសាលាខ្ញុំជាសាលានៅទីជនបទអញ្ចឹងគឺកង្វះនៅក្នុងគ្រឿងសម្ភារៈដើម្បីឲ្យសិស្សប្រើប្រាស់ដើម្បីចូលរួមជាមួយសកម្មភាពរៀនហ្នឹងគឺពិបាកបាទអញ្ចឹងហើយខ្ញុំច្នៃវាដោយខ្ញុំទៅសិក្សាស្រាវជ្រាវមើលគឺឃើញថាមានវិធីមួយគឺយើងអាច print កាតហ្នឹងដើម្បីឲ្យទៅកាន់សិស្សហើយយើងជាគ្រូយើងគ្រាន់តែមានទូរស័ព្ទមួយគ្រឿងដើម្បី scan ចម្លើយរបស់គាត់យើងដឹងថាគាត់ឆ្លើយត្រូវឬខុសនៅសំណួរណាមួយអញ្ចឹងវាមានប្រយោជន៍ច្រើនសម្រាប់ខ្ញុំជាគ្រូជនបទហើយអាចតាក់ទាញសិស្សគាត់ចូលរួមបានហើយមួយទៀតចុងក្រោយនេះគឺខ្ញុំប្រើកម្មវិធីគេហៅថា Zipgrade កម្មវិធីនេះគឺជាកម្មវិធីមួយដែលវាគេហៅថា professional សម្រាប់កែបន្ទុកសិស្សអញ្ចឹងវាតម្លៃបានលឿនមានថាយើងរៀបចំ set up សំណួរឲ្យស្រេចហើយយើង set ចម្លើយឲ្យរួចរាល់មកនៅពេលយើងប្រឡងឬក៏យើងវាតម្លៃសិស្សនៅក្នុង test របស់គាត់អីយើងគ្រាន់តែ scan គឺវានឹងលោតចម្លើយឲ្យស្រេចដូច្នេះវិធីនេះយើងអាចវាតម្លៃសិស្សបានលឿនហើយរហ័សហើយអត់មានខុសទេវាប្រតិភាពបានប្រសើរច្រើនមែនទែនបាទខ្ញុំគិតថាបើសិនជាលោកគ្រូអ្នកគ្រូគឺគាត់ប្រើបច្ចេកវិទ្យានៅក្នុងការបង្រៀននិងរៀនគឺពិតជាជួយសម្រួលការងាររបស់គាត់បានច្រើនមែនទែនដោយសារតែបច្ចុប្បន្ននេះគឺមានការបច្ចេកវិទ្យាហ្នឹងគឺមានការរីករាលដាលដូច្នេះហើយបើសិនជាក្នុងនាមជាគ្រូនៅសតវត្សទី21នេះបើសិនជាគាត់មានការស្រាវជ្រាវច្រើនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះហើយក៏បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះទៅកាន់កូនសិស្សរបស់គាត់អញ្ចឹងมันព្រោះការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នោះគឺសម្រួលដល់ការបង្រៀនរបស់គាត់ច្រើនហើយជាពិសេសគឺកូនសិស្សមានភាពតាក់ទាញបានន័យថាគាត់ចង់រៀនពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែឃើញលោកគ្រូអ្នកគ្រូគាត់មានការបរៀនមេរៀនផ្លែកជាប្រចាំថ្ងៃចំពោះខ្ញុំវិញក៏មិនសូវខុសពីមិត្តរួមការងារដែរគឺថាការប្រើប្រាស់បច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងនៅក្នុងការរៀននិងបរិញ្ញាបត្រហើយបើសិនបើលោកគ្រូអ្នកគ្រូគាត់អាចប្រើប្រាស់បច្ចេកវិទ្យារបស់នោះបានខ្ញុំជឿថាការបរិញ្ញាបត្រអាចមានសិទ្ធិភាពខ្លាំងហើយជាពិសេសគឺតាក់ទាញសិស្សឲ្យចូលរៀនជាក់ស្ដែងជាឧទាហរណ៍ស្រាប់សាលាខ្ញុំទីជនបទទេហើយតាមដែលខ្ញុំបរិញ្ញាបត្រមកគឺសិស្សភាគច្រើនគាត់ខ្ញុំរៀនភាសាអង់គ្លេសអញ្ចឹងគឺសិស្សមានទស្សនគតិមួយគឺថាគាត់អត់សូវមានភាពវិជ្ជមានគិតថាអូអង់គ្លេសវាសំខាន់អីទេអញ្ចឹងហើយបើយើងជាគ្រូយើងកាលណាដែលយើងប្រើប្រាស់បច្ចេកវិទ្យាទាំងអស់ហ្នឹងចូលទៅក្នុងហ្នឹង
ដូចជាប្រើ class dojo ជាដើមហ្នឹងគឺតាក់ទាញគាត់ព្រោះមានរូបភាពប្លែកៗអីចឹងគឺគាត់ថាការបរៀនគឺមានភាពងាយស្រួលជាងមុនហើយតាក់ទាញសិស្សជ្រាបបានច្រើនកាត់បន្ថយអត្រាសិស្សបោះបង់ហើយបដូរទស្សនគតិរបស់សិស្សដែលគាត់គិតថាអូអង់គ្លេសអត់សូវសំខាន់ដល់ក្រោយគាត់បានរៀនគាត់ដឹងថាអូសប្បាយអីចឹងអញ្ចឹងខ្ញុំគិតថាវាមានប្រយោជន៍ច្រើនបើសិនជាលោកគ្រូគាត់អាចប្រើប្រាស់បច្ចេកវិទ្យាទាំងអស់ហ្នឹងហើយមួយទៀតគឺវាស្របទៅតាមស្តីងមិត្តភក្តិខ្ញុំដែរគឺវាស្របទៅនឹងបច្ចេកវិទ្យាបច្ចុប្បន្ននេះគេហៅថាយុគសម័យសតវត្សទី21ហើយអញ្ចឹងគឺការប្រើប្រាស់បច្ចេកវិទ្យាលោកគ្រូអ្នកគ្រូគួរតែយ៉ាងហោចណាស់ក៏អាចសាកល្បងប្រើដើម្បីជាកិច្ចមួយដែលថាអូយើងជាគ្រូយើងអាចប្រើប្រាស់វាថ្មីកុំឲ្យវិធីសាស្ត្រដដែលបាទនៅពេលដែលប្រកាសលទ្ធផលហ្នឹងគឺខ្ញុំមានអារម្មណ៍ថារំភើបដូចយល់សពចាព្រោះអីព្រោះពេលដែលចូលរួមប្រកួតនៅថ្ងៃនេះគឺក្រុមយើងខ្ញុំបានដឹងស្រាប់ហើយថាពួកយើងបានស្ថិតនៅក្នុងទីទួលសុវត្ថិភាពមួយបានន័យថាទោះបីជាយ៉ាងណាក៏ជាលទ្ធផលតែត្រូវទទួលយកប៉ុន្តែដល់ពេលបានលេខ1អញ្ចឹងដូចជាពេលខាងទៅរំភើបពិបាកនឹងពណ៌នាចាមែនតែលទ្ធផលវាជាផ្នែកមួយដូចប្រសាសន៍របស់អាយដាមអង្គជំនរុនគាត់បានមានប្រសាសន៍ឲ្យថាតាមពិតលទ្ធផលគឺជាលទ្ធផលមួយទេប៉ុន្តែអ្វីដែលសំខាន់នៅក្នុងសន្និសីទនេះគឺថាយើងដូចខ្ញុំបានជម្រាបខាងដើមថាយើងបានបង្ហាញនៅអ្វីដែលយើងកំពុងតែធ្វើហើយចែករំលែកទាំងអស់នេះទៅកាន់លោកគ្រូដទៃទៀតនៅពេលដែលគាត់ឃើញដែលយើងធ្វើបានខ្ញុំគិតថាថ្ងៃណាមួយខ្ញុំសង្ឃឹមយ៉ាងមុតថាថ្ងៃណាមួយលោកគ្រូអ្នកគ្រូគាត់អាចទៅស្រាវជ្រាវបន្ថែមដូចខ្ញុំដែរហើយយកទៅប្រើប្រាស់នៅក្នុងការបង្រៀនរបស់ពួកគាត់បាទចំពោះជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះយុវជនជំនាន់ក្រោយគឺថាសម័យនេះគឺជាសម័យ digital ហើយអញ្ចឹងស្អីក៏វាទំនើបដែរទំនើបកម្មគឺវាដើររហូតអញ្ចឹងជាទស្សនៈផ្ទាល់ខ្លួនខ្ញុំគិតថាយុវជនជំនាន់ក្រោយហើយជាពិសេសលោកគ្រូអ្នកគ្រូដែលគាត់បរៀនបើសិនជាអាចគឺគួរសិក្សាស្រាវជ្រាវបន្ថែមទៀតតាក់ទងទៅនឹងអ្វីដែលបង្កើតថ្មីជាពិសេសគឺ AI ព្រោះ AI ឥឡូវគឺដើរលឿនខ្លាំងអញ្ចឹងបើសិនជាគាត់អាចស្រាវជ្រាវពីបច្ចេកវិទ្យារបស់នោះបានកាន់តែច្រើនខ្ញុំគិតថាការបរៀនក៏ដូចជាការប្រព្រឹត្តជីវិតប្រចាំថ្ងៃគឺការតែមានភាពងាយស្រួលបាទចាចំពោះសារចុងក្រោយនេះខ្ញុំសូមលើកទឹកចិត្តជូនដល់លោកគ្រូអ្នកគ្រូទាំងអស់គឺសូមបន្តអភិវឌ្ឍវិជ្ជាជីវៈខ្លួនឯងជាប្រចាំហើយចំពោះយុវជនក៏ដូចយុវជនក៏ដូចជាសិស្សជំនាន់ក្រោយហ្នឹងគឺសូមឲ្យគាត់បន្តការសិក្សារៀនសូត្រស្រាវជ្រាវនៅអ្វីដែលថ្មីជាប្រចាំចាដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងស្របទៅតាមនិន្នាការសម័យថ្មីចាសូមអរគុណធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីតាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 069 22 22 69